ជំរាបសួរនិងសួស្តីបងប្អូនសិស្សានុសិស្សដែលកំពុងតែសិក្សានៅក្នុងថ្នាក់ទី9ទាំងអស់គ្នាតើបងប្អូនសុខសប្បាយជាទេបន្ទាប់ពីបែកគ្នាមករយៈជួបជាមួយនឹងអ្នកគ្រូសាជាថ្មីអ្នកគ្រូឈ្មោះគឹមណៃគីជាគ្រូបង្រៀនមុខវិជ្ជារូបវិទ្យាក្នុងកម្មវិធីសាលារៀនចំនួនថ្មីនៅវិទ្យាល័យព្រែកលៀបកាលពីវីដេអូមុនបងប្អូនបានសិក្សាពីមេរៀនទី2ប្លង់តេដែលសិក្សាអំពីខ្លឹមសារនៃមេរៀនចំពោះថ្ងៃនេះដែរបងប្អូនមកសិក្សាមេរៀនប្លង់តេដដែលប៉ុន្តែចំណុចតាក់ទងជាមួយនឹងការអនុវត្តលំហាត់វិញម្ដងមុននឹងចូលទៅដល់ការអនុវត្តលំហាត់អ្នកគ្រូចង់រំលឹកពីរូបមន្តដែលបងប្អូនបានរៀននៅក្នុងមេរៀនប្លង់តេរបស់យើងសំណួរទី1ចូលសរសេររូបមន្តផលមេកានិកនៃប្លង់តេចម្លើយរូបមន្តផលមេកានិកនៃប្លង់តេគឺ MA ស្មើជាមួយនឹង FR លើ FE ឬក៏ MA ស្មើជាមួយនឹង L លើ H អញ្ចឹងរូបមន្តផលមេកានិកនៃប្លង់តេគឺមាន2ឥឡូវយើងចូលទៅសំណួរទី2ចូលសរសេររូបមន្តកម្មន្តចលករនៃប្លង់តេអញ្ចឹងកម្មន្តចលករគឺយើងតាំងដោយ WE ណាអញ្ចឹងយើងមើលថាតើរូបមន្តកម្មន្តចលករសរសេរដូចម្ដេចអញ្ចឹងចម្លើយរូបមន្តកម្មន្តចលករនៃប្លង់តេ WE ស្មើជាមួយនឹង FE គុណជាមួយនឹង L អញ្ចឹង L នេះគឺជាប្រវែងនៃប្លង់តេណាអូខេដល់សំណួរទី3ចូលសរសេររូបមន្តកម្មន្តទប់នៃប្លង់តេអញ្ចឹងសំណួរទី2យើងសរសេររូបមន្តកម្មន្តចលករឥឡូវសំណួរទី3យើងសរសេររូបមន្តកម្មន្តទប់វិញម្ដងអញ្ចឹងចម្លើយរូបមន្តកម្មន្តទប់នៃប្លង់តេគឺ WR ស្មើជាមួយនឹង FR គុណនឹង A អញ្ចឹង FR នេះគឺជាកម្លាំងទប់ឬក៏បន្ទុកហើយ A គឺជាកម្ពស់ឥឡូវយើងចូលទៅសំណួរទី4តើគោលការណ៍រក្សាកម្មន្តនៃប្លង់តេសរសេរយ៉ាងដូចម្ដេចចឹងចម្លើយគោលការណ៍រក្សាកម្មន្តនៃប្លង់តេសរសេរ WE ស្មើជាមួយនឹង WR ចឹង WE នេះគឺជាកម្មន្តចលករហើយ WR គឺជាកម្មន្តទប់ឬក៏យើងអាចសរសេរថា FE គុណនឹង L ស្មើជាមួយនឹង FR គុណឲ្យ H ឥឡូវយើងចូលទៅចំណុចទី5ចំណុចទី5នេះគឺតាក់ទងជាមួយនឹងក្នុងករណីគេប្រាប់មុំប្លង់តេអញ្ចឹងយើងអាចរកប្រវែង L ឬក៏កម្ពស់ H របស់ប្លង់តេបានតាមរយៈរូបមន្ត sin theta ស្មើជាមួយនឹង H លើ L អញ្ចឹង H នេះបើសិនជាក្នុងករណីគេប្រាប់មុំប្លង់តេ H គឺជាជ្រុងឈើមហើយ L នេះគឺជា hypotenuse ណាអញ្ចឹងប្រសិនបើយើងចង់រក H គឺយើងទាញរក H ពីរូបមន្ត sin theta ហ្នឹងមកអញ្ចឹង H ស្មើជាមួយនឹង L គុណជាមួយនឹង sin theta ហើយប្រសិនបើយើងចង់រក L គឺ L ស្មើជាមួយនឹង H លើ sin theta ណាចានេះគឺក្នុងករណីប្លង់តេរបស់យើងហ្នឹងគឺមានមុំឥឡូវយើងចូលដល់លំហាត់អនុវត្តតែម្ដងចាអ្នកគ្រូមានលំហាត់ចំនួន3ឥឡូវយើងមកមើលលំហាត់ទី1សិនណាលំហាត់ទី1គេចង់ផ្លាស់ទីបន្ទុកមួយឡើងលើរថយន្តដោយប្រើបន្ទះក្តារធ្វើជាប្លង់តេបន្ទះក្តារដែលយកមកប្រើនោះមានប្រវែង 3.5 ម៉ែត្រហើយចុងម្ខាងដាក់គងលើរថយន្តកម្ពស់ 2 ម៉ែត្រពីផ្ទៃដីគណនាកផលមេកានិកនៃប្លង់តេខកម្លាំងចលករដែលត្រូវប្រើបើបន្ទុកនោះមានទម្ងន់ 1200 ញូតុនឥឡូវមុននឹងធ្វើចម្លើយបងប្អូនត្រូវយកกระดาษព្រាងមកស្រង់សមត្ថកម្មដែលគេឲ្យជាអញ្ញត្តិហើយយើងស្រង់សំណួរដែលគេសួរណាចឹងនៅក្នុងប្រធានលំហាត់គឺគេប្រាប់ប្រវែងប្លង់តេនេះប្រវែងប្លង់តេគឺ 3.5 ម៉ែត្រណាចឹងប្រវែងប្លង់តេយើងដឹងហើយគឺយើងតាំងដោយអក្សរ L បន្ទាប់មកគេប្រាប់កម្ពស់ប្លង់តេហ្នឹងគឺស្មើជាមួយនឹង 2 ម៉ែត្រហើយកម្ពស់យើងតាំងដោយអក្សរ H ណាហើយសំណួរគឺគេឲ្យយើងគណនាផលមេកានិកនៃប្លង់តេផលមេកានិកគឺយើងតាំងដោយ MA ហើយរូបមន្តគឺយើងបានរំលឹកមុននឹងបន្តិចណាខគេឲ្យយើង
កណនីកម្លាំងចលករដែលត្រូវប្រើអញ្ចឹងកម្លាំងចលករគឺយើងតាំងដោយ Fe ហើយដោយសារតែនៅក្នុងប្រធានលំហាត់គេប្រាប់ទម្ងន់របស់បន្ទុកហ្នឹង1200 Newton អញ្ចឹង1200 Newton នេះគឺជា FR ណាតោះឥឡូវយើងធ្វើចម្លើយទាំងអស់គ្នាដែលយើងបានដឹងអស់ហើយអញ្ចឹងចម្លើយសំណួរកគេឲ្យយើងគណនាផលមេកានិកនៃប្លង់ទេអញ្ចឹងដើម្បីរកផលមេកានិកគឺយើងប្រើតាមរូបមន្ត MA ស្មើជាមួយនឹង L លើស H អញ្ចឹងយើងដោយមកនៅក្នុងប្រធានលំហាត់គឺគេឲ្យ L របស់យើងគឺស្មើ 3.5 ម៉ែត្រនេះហើយ H របស់យើងគឺស្មើ 2 ម៉ែត្រណាហើយបន្ទាប់ពីដោយហើយអញ្ចឹងគេបាន MA ស្មើជាមួយនឹង 3.5 ចែកជាមួយនឹង 2 យើងចំនួនចូលក្នុងរូបមន្តរបស់យើងណាអញ្ចឹងយើងយក 3.5 ចែក 2 មកគឺស្មើ 1.75 អញ្ចឹងចំពោះផលមេកានិកគឺអត់មានខ្នាតទេដូចនេះ MA ស្មើ 1.75 អញ្ចឹងយើងធ្វើសំណួរកហើយឥឡូវយើងធ្វើចម្លើយខវិញម្ដងខគណនាកម្លាំងចលករដែលត្រូវប្រើអញ្ចឹងកម្លាំងចលករគឺ Fe ណាអញ្ចឹងដើម្បីរកកម្លាំងចលករបានគឺយើងប្រើតាមគោលការណ៍រក្សាកម្មន្តនៃប្លង់ទេអញ្ចឹង Fe គុណជាមួយនឹង L ស្មើជាមួយនឹង FR គុណ H អញ្ចឹងយើងនាំឲ្យ SE មកគឺស្មើជាមួយនឹង SR គុណនឹង H ចែកឲ្យ L អញ្ចឹងដោយ FR របស់យើងក្នុងប្រធានលំហាត់គេប្រាប់ 1200 ហើយ L របស់យើងនេះគឺ 3.5 ម៉ែត្រហើយ H ស្មើជាមួយនឹង 2 ម៉ែត្របន្ទាប់ពីដោយហើយយើងយកអាញាទាំងអស់ហ្នឹងអញ្ចឹងបន្ទាប់ពីដោយហើយគឺយើងយកសមត្ថកម្មទាំងអស់ហ្នឹងចំនួនចូលរូបមន្តយើងមកគេបាន1200គុណនឹង2ចែកឲ្យ 3.5 អញ្ចឹងចម្លើយគឺស្មើ685.71 Newton អញ្ចឹងអ្វីដែលយើងរកឃើញនេះគឺជាកម្លាំងចលករឥឡូវយើងចប់លំហាត់ទី1ឥឡូវយើងតទៅលំហាត់ទី2លើលំហាត់ទី2ដើម្បីយោងអង្គធាតុមួយឡើងលើត្រង់គេត្រូវប្រើកម្លាំងចលករ250 Newton បើគេប្រើប្លង់ទេមួយដើម្បីផ្លាស់ទីបន្ទុកដដែលនោះគេប្រើកម្លាំងចលករត្រឹមតែ50 Newton ទេតើប្លង់ទេដែលគេប្រើនោះមានប្រវែងវែងជាងកម្ពស់ប៉ុន្មានដងអញ្ចឹងក្នុងប្រធាននេះគឺដំបូងគេប្រាប់ថាប្រសិនបើគេអត់ប្រើប្លង់ទេណាដើម្បីលើកអង្គធាតុមួយឡើងលើត្រង់បានគឺគេត្រូវចំណាយកម្លាំងចលកររបស់គេហ្នឹង250 Newton អញ្ចឹងបើសិនបើយើងអត់ប្រើប្លង់ទេអញ្ចឹងកម្លាំងដែលយើងបញ្ចេញឬក៏កម្លាំងចលករដែលយើងបញ្ចេញហ្នឹងវាស្មើជាមួយនឹងកម្លាំងបន្ទុកហើយបន្ទាប់មកគេប្រាប់ថាបើគេប្រើប្លង់ទេលើកបន្ទុកដដែលអញ្ចឹងបន្ទុកដដែលមានន័យថាបន្ទុកហ្នឹងគឺមានតម្លៃរបស់វាស្មើនឹង250 Newton នឹងឯងអញ្ចឹងប្រសិនបើគេប្រើប្លង់ទេគេបញ្ចេញកម្លាំងចលករត្រឹមតែ50 Newton ទេអញ្ចឹងអានេះគឺជាកម្លាំងចលករក្នុងករណីប្រើប្រាស់ប្លង់ទេអញ្ចឹងសំណួរគេសួរថាប្លង់ទេដែលគេប្រើនោះមានប្រវែងវែងជាងកម្ពស់ប៉ុន្មានដងអញ្ចឹងសំណួរហ្នឹងគឺមានន័យថាគេឲ្យយើងរកប្រវែងប្លង់ទេដែលឲ្យវាជាប់អានុគមនៃកម្ពស់ H អញ្ចឹងប្រវែងប្លង់ទេគឺយើងតាំងដោយអក្សរ L អញ្ចឹងយើងរកប្រវែងរបស់វាឲ្យជាប់ជាមួយនឹង H មកព្រោះក្នុងប្រធានលំហាត់យើងអត់ស្គាល់ H ទេឥឡូវយើងធ្វើចម្លើយទាំងអស់គ្នាចម្លើយរកប្រវែងប្លង់ទេអញ្ចឹងដើម្បីរកប្រវែងប្លង់ទេបានគឺយើងប្រើតាមរូបមន្តគោលការណ៍រក្សាកម្មន្តនៃប្លង់ទេហើយអ្វីដែលយើងចង់រកគឺប្រវែងប្លង់ទេអញ្ចឹងប្រវែងប្លង់ទេគឺ L អញ្ចឹងយើងនាំឲ្យ L មកស្មើជាមួយនឹង FR គុណនឹង H ចែកឲ្យ FE អញ្ចឹងដោយ FR ស្មើ250 Newton
ចឹងអ្នកគ្រូបានបញ្យល់មុនហ្នឹងគឺមានន័យថាបើសិនជាយើងអត់ប្រើប្លង់ទេកម្លាំងចលករដែលយើងបញ្ចេញគឺស្មើជាមួយនឹងកម្លាំងបន្ទុកចឹងហើយបានជា FO ស្មើជាមួយនឹង250 Newton ដែរហើយ FE គឺស្មើជាមួយនឹង5សំទោសគឺ50 Newton ណាអញ្ចឹង FE ស្មើ50 Newton គឺក្នុងករណីគេប្រើប្លង់ទេអញ្ចឹងគេបាន L របស់យើងជំនួសចូលរូបមន្តរបស់យើងនៅខាងលើហ្នឹងទៅអញ្ចឹងកន្លែងណាមាន FO យើងជំនួស250ចូលហើយដោយសារ H គេអត់ប្រាប់គឺយើងទុកវានៅដដែលហើយចែកនឹង FE របស់យើងគឺ50អញ្ចឹងយើងយក250ចែកជាមួយនឹង50មកឃើញ5អញ្ចឹង250ចែកជាមួយនឹង50ឃើញ5អញ្ចឹងដោយសារតែ H គឺយើងអត់ស្គាល់អញ្ចឹងយើងដាក់ H មកដដែលពីព្រោះគេចង់ឲ្យយើងរកប្រវែងឲ្យជាប់ជាមួយនឹង H អញ្ចឹងមានន័យថា L វាស្មើជាមួយនឹង5ដងនៃកម្ពស់អញ្ចឹងដូចនេះ L របស់យើងគឺស្មើជាមួយនឹង 5H ហើយຂະຫນាតវាគិតជាម៉ែត្រអញ្ចឹងຂະຫນាតយើងដាក់ចូលក្នុងវងកញ្ចក់អញ្ចឹងមកឥឡូវយើងចូលទៅលំហាត់ទី3អង្គធាតុមួយមានទម្ងន់ 2000 Newton ត្រូវបានគេរុញឡើងទៅលើដាក់នៅកម្ពស់3ម៉ែត្រដោយប្រើប្លង់ទេមួយដែលមានទិសបង្កើតបានមុំ45ដឺក្រេជាមួយទិសដេកក៏គណនាប្រវែងប្លង់ទេនោះខគណនាកម្លាំងចលករដែលបានបញ្ចេញមិនគិតកកិតអញ្ចឹងក្នុងករណីប្រធានលំហាត់នេះគឺគេប្រាប់ទម្ងន់របស់អង្គធាតុគឺ2000 Newton អញ្ចឹងយើងដឹងហើយថាទម្ងន់របស់អង្គធាតុគឺយើងតាំងដោយ FR ហើយគេប្រាប់ថាត្រូវបានគេរុញនៅកម្ពស់ឡើងលើនៅកម្ពស់3ម៉ែត្រអញ្ចឹងកម្ពស់គឺយើងតាំង H អញ្ចឹង H ស្មើជាមួយនឹង3ម៉ែត្រហើយដែលប្រើប្លង់ទេមួយមានទិសបង្កើតបានមុំ45ដឺក្រេអញ្ចឹងប្លង់ទេនេះគឺក្នុងករណីគេប្រាប់មុំអញ្ចឹងមុំដែលគេប្រាប់គឺ45ដឺក្រេធៀបជាមួយនឹងទិសដេកណាអញ្ចឹងនេះគឺ45ដឺក្រេគឺជាតេតាអូខេឥឡូវយើងក្នុងសំណួរគេឲ្យយើងគណនាប្រវែងប្លង់ទេអញ្ចឹងប្រវែងប្លង់ទេគឺយើងតាំងដោយអក្សរ L ហើយខគឺគេឲ្យយើងគណនាកម្លាំងចលករគឺតាំងដោយ FE ណាឥឡូវយើងមកធ្វើចម្លើយទាំងអស់គ្នាចម្លើយអញ្ចឹងយើងធ្វើកមុនកគេឲ្យយើងគណនាប្រវែងប្លង់ទេអញ្ចឹងមានន័យថារក L អញ្ចឹងយើងប្រើតាមរូបមន្ត sin theta ស្មើជាមួយនឹង H លើ L ដោយសារតែប្រធានលំហាត់គេប្រាប់មុំអញ្ចឹងយើងអាចរកប្រវែងតាមរយៈរូបមន្តហ្នឹងអញ្ចឹងយើងនាំឲ្យ L មកគឺស្មើជាមួយនឹង H ចែកឲ្យ sin theta អញ្ចឹងយើងដោយមកដោយ H របស់យើងគឺស្មើ3ម៉ែត្រនេះក្នុងប្រធានលំហាត់គេប្រាប់ហើយ sin theta ស្មើជាមួយនឹង sin 45ដឺក្រេហើយ sin 45ដឺក្រេគឺយើងមើលនៅក្នុងតារាងដែលអ្នកគ្រូចែកឲ្យឬក៏យើងចុចចាស់ចូលទៅស្មើជាមួយនឹង 0.707 អញ្ចឹងវានៅមានកតុយវាមកកណោទៀតប៉ុន្តែយើងយកតែ3ខ្ទង់បានហើយអញ្ចឹងគេបាន L ស្មើជាមួយនឹង3ចែកឲ្យ 0.707 អញ្ចឹងស្មើជាមួយនឹង 4.24 ម៉ែត្រអញ្ចឹងដូចនេះ L ស្មើជាមួយនឹង 4.24 ម៉ែត្រឥឡូវយើងធ្វើសំណួរខគណនាកម្លាំងចលករដែលគេបានបញ្ចេញអញ្ចឹងគេឲ្យយើងរកកម្លាំងចលករអញ្ចឹងដើម្បីរកកម្លាំងចលករគឺយើងប្រើតាមគោលការណ៍រក្សាកម្មននៃប្លង់ទេយើងដដែលអញ្ចឹងយើងទាញរក FE មកគឺស្មើជាមួយនឹង FR គុណនឹង H ចែក L ហើយដោយ SR របស់យើងគឺក្នុងប្រធានគេប្រាប់មក2000 Newton ហើយ L គឺយើងរកឃើញនៅសំណួរកស្មើ 4.24 ម៉ែត្រហើយ H នៅក្នុងប្រធានគឺស្មើ 3 ម៉ែត្រណាឥឡូវយើងយកសមត្ថកម្មហ្នឹងយកទៅជំនួសក្នុងរូបមន្តដែលយើងបានទាញមកគេបាន FE ស្មើ 2000គុណនឹង3
ចែកឲ្យ 4.24 ចឹងយើងប្រើកាសយកគិតទៅគឺស្មើជាមួយនឹង 1415.09 ញូតុនចឹងដូចនេះកម្លាំងចលករដែលគេបញ្ចេញហ្នឹងគឺ 1415.09 ញូតុនណាឥឡូវតើតើជាមួយនឹងលំហាត់អនុវត្តដែលបានបង្ហាញនៅក្នុងវីដេអូនេះគឺចប់ប៉ុណ្ណឹងចឹងអ្នកគ្រូមានតែ3លំហាត់ហ្នឹងទេដើម្បីបង្ហាញបងប្អូនឥឡូវដើម្បីឲ្យបងប្អូនកាន់តែច្បាស់លើការអនុវត្តរូបមន្តខ្លងទេទៅលើលំហាត់អញ្ចឹងអ្នកគ្រូមានកិច្ចការផ្ទះមួយដើម្បីឲ្យបងប្អូនរៀនធ្វើណាឥឡូវយើងមកមើលកិច្ចការផ្ទះកម្មករម្នាក់រុញធុងសាំងមួយមានទម្ងន់ 4000 ញូតុនឡើងទៅលើកុងតឺន័រកម្ពស់200 សង់ទីម៉ែត្រដោយប្រើប្លង់តេមួយដែលមានទិសបង្កើតបានមុំ30ដឺក្រេជាមួយទឹកដេកកគណនាប្រវែងប្លង់តេខគណនាកម្លាំងដែលកម្មករនោះបានបញ្ចេញកគណនាកម្មន្តចលករនិងកម្មន្តទប់អញ្ចឹងចំពោះកិច្ចការផ្ទះនេះគេប្រាប់ទម្ងន់ដែលយើងដឹងហើយថាទម្ងន់គឺយើងតាំងដោយ FR ស្មើ 4000 ញូតុនហើយគេប្រាប់កម្ពស់របស់ប្លង់តេដែលស្មើជាមួយនឹង200 សង់ទីម៉ែត្រអញ្ចឹងយើងត្រូវបំបែក200 សង់ទីម៉ែត្រនេះទៅជាម៉ែត្រមកហើយគេប្រាប់មុំដែលបង្កើតបានជាមួយនឹងទឹកដេកហ្នឹងគឺមុំប្លង់តេហ្នឹងគឺស្មើ30ដឺក្រេអញ្ចឹងសំណួរកគឺគេឲ្យយើងគណនាប្រវែងប្លង់តេអញ្ចឹងគឺគេឲ្យយើងហៅ L ហើយខគេឲ្យយើងគណនាកម្លាំងដែលកម្មករនោះបានបញ្ចេញអញ្ចឹងកម្លាំងដែលកម្មករបញ្ចេញគឺកម្លាំងចលករដែលយើងតាំងដោយ FE ណាហើយកគេឲ្យយើងគណនាកម្មន្តចលករអញ្ចឹងកម្មន្តចលករគឺយើងតាំងដោយ WE និងកម្មន្តទប់គឺ WR អញ្ចឹងនៅសំណួរកនេះគឺគេសួររកពីរទៀតគឺកម្មន្តចលករផងនិងកម្មន្តទប់ផងណាអញ្ចឹងសម្រាប់វីដេអូនេះគឺត្រូវបានបញ្ចប់ត្រឹមប៉ុណ្ណឹងអញ្ចឹងអរគុណសម្រាប់បងប្អូនដែលបានទស្សនាវីដេអូហើយសង្ឃឹមថាបងប្អូននឹងរៀនពូកែហើយមានសុខភាពល្អទាំងអស់គ្នាអរគុណណា